ញាតិញោមទាំងអស់គ្នាដូចថាបង្ក្រាបចិត្តកំណាញ់ណាកុំស្វិតពេកដូចថាបើកមាត់ទ្វារនឹងឲ្យធំតិចទៅចែកទៀនចាំម៉ែចាំឪជួយទំនុកម្រងប្រសង់ទៅហើយប៉ុនហ្នឹងបានមកលើពីណាញាតិញោមមើលលើពីណាមកលើខ្លួនឯងហើយប៉ុនហ្នឹងអាចឲ្យផលពេលបច្ចុប្បន្នបានណាញាតិញោមណាអន្តរាលើកឧទាហរណ៍ខ្លួនឯងតិចចុះពីមុនហ្នឹងប្រមូលសំបច្ច័យកាលនោះមិនសូវមានបច្ច័យអីបានមួយខែជូនញោមសម្រាប់មើលជំងឺអី100ពីរអ្នកញោមប្រុសញោមស្រីដាក់ខែជូនគាត់ទៅដល់ពេលផលបានមកវិញឥឡូវមកដល់ឥឡូវហ្នឹងដល់ប្រហែលឆ្នាំឯងញោមនោះបាញ់100ឲ្យមួយខែ100បើកាលនោះបានដាក់500បាន500ហ្នឹងមិនដែរអានឹងដោយសារចិត្តរបស់យើងដាំពូជបានតែប៉ុណ្ណឹងមែនទេញាតិញោមណាឧបមាដូចថាយើងមានដីស្រែ1ហិកតាអញ្ចឹងយើងធ្វើទៅយើងបានផល1ហិកតាត្រឡប់មកវិញប៉ុន្តែខ្សែយើងធ្វើ10ហិកតាមើលបើមិនយើងបានផល10ហិកតាយ៉ាងណាចិត្តការបរិច្ចាគទានហ្នឹងអញ្ចឹងមកតបពយល់វាពយល់ចិត្តហ្នឹងឲ្យយល់ថាអូការធ្វើទាននេះយើងមើលទៅដើម្បីអ្នកដតីអស់ពីកប៉ាវយើងប៉ុន្តែយើងបានត្រឡប់មកវិញនៅអីញាតិញោមនៅអីនៅបុណ្យហើយនឹងផលនៃបុណ្យហ្នឹងទៅថ្ងៃមុខទៅទៀតអាហ្នឹងដូចថាយើងទុកស្រូវពូជមកល្អីមកបាវសម្រាប់ព្រោះចឹងហ្នឹងញាតិញោមណាហ្នឹងហើយយើងមិនមែនទៅលក់ផ្ទះលក់សបែងធ្វើទៀនទេប៉ុន្តែថាម្លែកទុកស្រូវពូជខ្លះកុំឲ្យស៊ីទាំងអស់ពេកណាស៊ីអស់ទៅលែងមានអីបាក់ប្រមូលផលទៅមុខទៀតមក